លោកវរៈស្នេហ៍ត្រីសឿនសុផាតមានពន្ធនគរបាលរដ្ឋបាលក្មួយបានចុះផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀននៅក្នុងសាលាបឋមសិក្សាចិនក្មួយស្ថិតនៅភូមិក្មួយសង្កាត់ក្មួយខណ្ឌសែនសុខរាជធានីភ្នំពេញបានចំនួន1គោលដៅមាន2បន្ទប់មានសិស្សចូលរួមសរុប110នាក់ស្រី70នាក់នាថ្ងៃសៅរ៍ទី21ខែមីនា2026វេលាម៉ោង 16:30 ដោយទទួលបានការអនុញ្ញាតពីលោកវរៈស្នេហ៍ឯកហួរមេងវ៉ាំងអធិការនគរបាលខណ្ឌសែនសុខបានចង្អុលបង្ហាញឲ្យកងកម្លាំងប៉ុននគរបាលរដ្ឋបាលក្មួយចុះផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀននិងសាលាបឋមសិក្សាចិនក្មួយស្ថិតនៅភូមិក្មួយសង្កាត់ក្មួយខណ្ឌសែនសុខរាជធានីភ្នំពេញបានចំនួន1គោលដៅមាន2បន្ទប់មានសិស្សចូលរួមសរុបចំនួន110នាក់ស្រី70នាក់ក្នុងគោលនយោបាយភូមិសង្កាត់មានសវត្ថិភាពផលប៉ះពាល់នៃគ្រឿងញៀនបញ្ហាក្មេងទំនើងក្មេងប្រមូលផ្ដុំសិស្សកិច្ចសាលានិងបញ្ហាផ្សេងៗនឹងបានសហការផ្សព្វផ្សាយអប់រំធ្វើវេទិកាសាធារណៈនិងផ្សព្វផ្សាយបញ្ហាផ្សេងៗដល់សិស្សហើយក៏ណែនាំសិស្សដែលគ្រប់អាយុសូមអញ្ជើញទៅថតអត្តសញ្ញាណប័ណ្ណគ្រប់អាយុ15ឡើងសូមអញ្ជើញថតអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្មួយសមាជិកចូលរួមដូចជាលោកវរៈស្នេហ៍ត្រីសឿនសុផាតជានាយប៉ុស្តិ៍លោកប៉ែនសាទជានាយកសាលាលោកអនុស្នេហ៍តូអ៊ូនវិសាលជានាយរងប៉ុស្តិ៍និងមន្ត្រីប៉ុស្តិ៍និងលោកគ្រូអ្នកគ្រូក្រុមហ៊ុន Maka Sangsong TSE ផ្ដល់សេវាប្រឹក្សាយោបល់និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ជាសកលទំនាក់ទំនង Telegram លេខ015 299 697បញ្ហាដំណងលោមក្រពះពោះវៀនថ្លើមនិងបញ្ហាលើសជាតិអាស៊ីតសុទ្ធសឹងតែជាជំងឺដែលកំពុងប្រឈមមុខខ្លាំងនាពេលបច្ចុប្បន្ននេះបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ឲ្យបានទាន់ពេលវេលានិងជ្រើសរើសផលិតផលយកមកប្រើប្រាស់ឲ្យបានត្រឹមត្រូវឱសថបុរាណខ្ចីខ្មៅធម្មជាតិជាផលិតផលដែលផលិតដោយគុណខ្មែរសុទ្ធសាធចម្រាញ់ចេញពីវត្ថុធាតុដើមធម្មជាតិរួមមានស្លឹករំខ្ចីខ្មៅក្បាលរមៀតនិងមើមយិនសិននិងធាតុផ្សំវីតាមីនជាច្រើនមុខទៀតជួយបង្កើនកម្លាំងជួយកម្ចាត់ជាតិពុលក្នុងឈាមដាក់សមត្ថភាពលើភេទជួយរំលាយដុំគីទាំងក្នុងនិងក្រៅជួយកម្ចាត់ជាតិខ្លាញ់បញ្ហាសន្លាក់សាច់ដុំឈឺចង្កេះនិងបញ្ចុះជាតិកូលេស្តេរ៉ុលបានយ៉ាងប្រសើរទៀតផងព័ត៌មានលម្អិតសូមឆាប់ទៅប្រអប់សារពេកឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ